Robam Apsara ខ្មែរយើងមានតម្លៃរបាំអប្សរាថៃរួមតាំងពីតាមបុណ្យសពបងប្អូនទាំងអស់គ្នាគេតែងនិយាយថាម្ចាស់យល់អំពីតម្លៃម្ចាស់អោបក្រសោបថ្នាក់ថ្នមហើយស្គាល់របស់ខ្លួនឯងថាជាអីអញ្ចឹងព្យាយាមថែរក្សាហើយឲ្យតម្លៃរបស់នោះយ៉ាងពិតប្រាកដចេញពីបេះដូងប៉ុន្តែស្របពេលដែលអ្នកលួចចម្លងអត់យល់ពីតម្លៃរបស់នោះច្បាស់ហើយយកទៅសម្ដែងយកទៅប្រើប្រាស់យកទៅធ្វើអីតាមតែអំពើចិត្តអញ្ចឹងទៅថ្មីនេះខ្ញុំបានអូស Facebook ហើយឃើញរបាំអប្សរារបស់ថៃបានរួមនៅបុណ្យសពខ្ញុំ shock មែនទែនបងប្អូនទាំងអស់គ្នាដោយបងប្អូនទាំងអស់គ្នាបានដឹងហើយថាអប្សរាមកពីពាក្យអប្សរគឺស្រីសួគ៌ហើយបើសិនបើយើងមើលអំពីដើមកំណើតរបស់អប្សរានឹងទៀតសោតនៅលើចម្លាក់ប្រាង្គប្រាសាទអង្គររបស់យើងគឺកើតអំពីការកូរសមុទ្រទឹកដោះបានជានារីសួគ៌ឬក៏ស្រីអប្សរានឹងឯងហើយបើសិនបើយើងនិយាយអំពីរបាំទៀតសោតរបាំអប្សរាខ្មែរបង្កើតដោយព្រះមហាក្សត្រីកុសុមនារីរតន៍សិរីវឌ្ឍនាហើយតួឯកស្រីដំបូងដែលជាតួអប្សរាដំបូងបងអស់នឹងគឺព្រះនាងបុប្ផាទេវីអញ្ចឹងរបាំអប្សរាខ្មែរយើងនឹងបងប្អូនដឹងហើយគឺជារបាំដែលល្អវិចិត្រមួយហើយយើងកម្រសំដែងនៅខាងក្រៅអីអញញ៉ៃពីវាពីកាលមែនទែនបើនិយាយអំពីរបាំអប្សរាពីមុនភាគច្រើនគឺសំដែងនៅក្នុងវាំងសម្រាប់ថ្វាយព្រះរាជាតូតតែម្ដងប៉ុន្តែឥឡូវនេះយើងឃើញរបាំអប្សរាត្រូវបានសំដែងសម្រាប់ព្រឹត្តិការណ៍ផ្សេងស្វាគមន៍គណៈប្រតិភូឬក៏អីអញ្ចឹងទៅប៉ុន្តែក្នុងលក្ខណៈថ្លៃថ្នូរជាទីបំផុតប៉ុន្តែបងប្អូនទាំងអស់គ្នានេះវីដេអូអប្សរាថៃខ្ញុំមើលហើយខ្ញុំភ្ញាក់ផ្អើលមែនទែនដែលគេយកអប្សរាដែលជាតួអង្គនារីអប្សរនារីសួគ៌នឹងទៅរួមនៅពិធីបុណ្យសពខ្ញុំអត់ដឹងថាគេគិតអីហើយរបាំនឹងមានតម្លៃមិនសម្រាប់ជាតិសាសន៍គេប៉ុន្តែនៅពេលដែលឃើញថាអូតួអង្គស្រីសួគ៌ទៅរួមនៅក្នុងពិធីបុណ្យអញ្ចឹងគឺប្លែកមែនទែនសម្រាប់ខ្ញុំក្នុងនាមជាខ្មែរហើយខ្ញុំគិតថារឿងនឹងបើសម្រាប់ខ្មែរយើងមានជំនឿអំពីភាពអពមង្គលផ្សេងហើយយើងអត់យករបាំបែបហ្នឹងទៅសម្ដែងនៅក្នុងពិធីអញ្ចឹងទេប៉ុន្តែនេះគឺជាអ្វីដែលថៃគេបានធ្វើហើយអត់មានអីអាចប្រកែកបានហើយហេតុអីបានខ្ញុំនិយាយរឿងនេះបងប្អូនទាំងអស់គ្នាពីព្រោះទាំងអស់នេះឲ្យបង្ហាញថាមានតែម្ចាស់ឯស្គាល់អំពីតម្លៃរបស់ខ្លួនឯងអញ្ចឹងយើងនៅតែរក្សាយើងនៅតែបន្តឲ្យតម្លៃហើយធ្វើជាមួយភាពត្រឹមត្រូវប៉ុន្តែនៅពេលដែលគេមិនម្ចាស់នៅពេលដែលគេយកទៅគេ copy ទៅគេចម្លងទៅគេអត់យល់ពីតម្លៃនឹងច្បាស់ហើយប្រហែលជាគេអាចសិក្សាដឹងថាអូរបាំនេះគួរសម្ដែងមិនប៉ុន្តែនៅពេលដែលអាក្តីស្រឡាញ់នឹងវាមិនចាប់ផ្ដើមពីជំរឿបេះដូងគេចាប់ផ្ដើមคลายវាយកទៅធ្វើបែបនេះអូសម្ដែងនៅបុណ្យសពក៏បានសម្ដែងនៅក្លឹបក៏បានធ្វើនេះធ្វើនោះក៏បានតាមចិត្តគេអញ្ចឹងទៅអញ្ចឹងអានឹងហើយដែលបង្ហាញថាណាគេជាម្ចាស់ពិតប្រាកដហើយតើគេស្គាល់តម្លៃនៃរបស់ទាំងអស់នោះប៉ុណ្ណាទោះអ្នកឯងលួចច្រឡងទៅមិនក៏ដោយអ្នកឯងច្រឡងបានតែរូបភាពខាងក្រៅហើយប៉ុន្តែពលឹងនៃរបាំអប្សរាពលឹងនៃអត្តសញ្ញាណរបស់ខ្មែរអ្នកឯងអាចលួចទេព្រោះអ្នកឯងអត់យល់អំពីតម្លៃនិងជំរឿនៃក្តីស្រឡាញ់របស់វប្បធម៌និងជាពិសេសរបាំអប្សរានឹងផងនឹងអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំគិតថាអ្នកដែលលួចចម្លងអត់ស្គាល់អំពីគុណតម្លៃនិងពលឹងនៃសិល្បៈពិតប្រាកដទេមានតែម្ចាស់ឯងស្គាល់អំពីពលឹងនិងគុណតម្លៃរបស់សិល្បៈខ្មែរខ្លួនឯងអញ្ចឹងបងប្អូនទាំងអស់គ្នាគិតយ៉ាងណាដែរអាច comment នៅខាងក្រោមបានហើយបើសិនបើចូលចិត្តវីដេអូនេះកុំភ្លេចចែករំលែកផងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំចន្ទរិទ្ធសូមអរគុណ